បងគាត់ខមមិនថាស្ដាយគាត់ស្ដាយរៀងខ្ញុំហ่ะបើតែហាត់បដាល់មុខតែល្បីមិនខានណាតាមពិតទៅបងខ្ញុំកាលពីក្មេងក៏ខ្ញុំអត់ដឹងដែរថារូបរាងរបស់ខ្ញុំហ្នឹងវាបែបផែនបែបស្តៀងទៅជាមនុស្សប្រុសចឹងខ្ញុំដឹងតែម្យ៉ាងថាខ្ញុំវាមេតធំខ្ញុំឆ្អឹងធំខ្ញុំសបោរៀងសបោសាច់អាចនិយាយថារៀងដៀងបងដៃជើងធំស្មាបើករៀងដៀងមេតធំហើយការស្លៀកពាក់របស់ខ្ញុំស្រឡាញ់បែបកលុងខុងឲ្យធ្វើមិនឲ្យខ្ញុំស្រួលខ្លួនបងហើយជាពិសេសបិទបាំងខ្ញុំអត់ចង់ឲ្យគេឃើញរាងរៅរបស់ខ្ញុំតែវារៀងដៀងអាចថាខ្ញុំរៀងអត់សូវពេញចិត្តមួយរូបរាងខ្លួនឯងអញ្ចឹងបងកាលពីក្មេងខ្ញុំចូលចិត្តស្លៀកបែបមនុស្សប្រុសបែបកលុងខុងឲ្យតែចិត្តឲ្យតែស្រួលខ្លួនខ្ញុំចូលចិត្តស្លៀកដល់ពេលធំឡើងមកក៏ខ្ញុំចាប់ដើមដឹងពីចំណងចំណូលចិត្តរបស់ខ្ញុំមួយចំនួនបងអឺមិនត្រឹមតែការរៀបចំខ្លួនទេសូម្បីតែការស្រឡាញ់ការងារអីផ្សេងហ្នឹងក៏លក្ខណៈបែបជាមនុស្សប្រុសដែរសឹងថាមនុស្សស្រីគេធម្មតាគេអត់ស្រឡាញ់ការងារបែបហ្នឹងទេគេអត់ចង់ធ្វើការងារបែបហ្នឹងប៉ុន្តែខ្ញុំប្លែកខ្ញុំបែរជាស្រឡាញ់ខាងបដាលនេះក៏ខ្ញុំស្រឡាញ់ដែរបងខ្ញុំស្រឡាញ់ខ្លាំងមែនតើកាលពីមុនកាលពីខ្ញុំមិនទាន់មាន page មិនទាន់មានអីខ្ញុំអាសាទាញវីដេអូពី TikTok វីដេអូរបស់បងស្រីអេនរត់ដែលជាកីឡាករស្រីកូនពូអេបថងហ្នឹងហើយនឹងបងនូសេប៉ៅដែលគាត់អាសាវាយទៅស្រុកក្រៅអាសាចាប់គូវាយមួយកីឡាករបរទេសចឹងខ្ញុំស្រឡាញ់មែនតើខ្ញុំស្រឡាញ់ខ្លាំងមែនតើហើយខ្ញុំមានអារម្មណ៍ថាខ្ញុំមានមោទកភាពហើយមិនត្រឹមតែស្រឡាញ់យកដាក់ក្នុង story Facebook ទេខ្ញុំសម័យទៀតថាបើសិនជាខ្ញុំនៅក្នុងរូបភាពមួយហ្នឹងខ្ញុំនឹងមិនបងហើយការងារមួយទៀតនោះដែលជាក្តីសម័យរបស់ខ្ញុំតាំងពីក្មេងមកហ្មងគឺការងារជាទាហានស្រីការងារបែបលោតហក់ហាត់ក្បាច់គុណហាត់អីនោះខ្ញុំពិតជាស្រឡាញ់មែនតើហើយខ្ញុំគិតថារូបរាងរបស់ខ្ញុំនឹងក៏វាមិនណយផលទៅការងារខាងនឹងទៀតការងារលោតហក់នឹងទៀតតាំងពីក្មេងមកវាតម្រូវឲ្យខ្ញុំនឹងអាចថាជីវិតរៀងពិបាកបងរៀងពិបាកឲ្យខ្ញុំជាកូនស្រីបងទៀតហើយតម្រូវឲ្យខ្ញុំត្រូវថារបៀបថារឹងមាំយើងត្រូវធ្វើខ្លួនឯងឲ្យរឹងមាំគ្រប់កលៈទេសៈហ្មងណាដល់ពេលចឹងទៅក៏ស្រឡាញ់ការងារជាទាហានជាពិសេសបងស្រីដែលគាត់ស្លៀកពាក់ឯកសណ្ឋានជាទាហានហើយគាត់ជិះម៉ូតូធំអ្នកខ្លះទៀតក៏ជិះម៉ូតូត្រៃដល់គ្នាខ្ញុំលួចតាមមើលខ្ញុំរត់តាមមើលហើយខ្ញុំមានអារម្មណ៍ថាខ្ញុំស្ងប់ស្ងាយហើយខ្ញុំមានអារម្មណ៍ថាខ្ញុំមានមោទកភាពមួយពួកគាត់មែនទែនហើយរហូតដល់ខ្ញុំចង់ឃើញរូបភាពមួយហ្នឹងមាននៅលើខ្លួនឯងណាប៉ុន្តែអាដំណាក់កាលជីវិតហ្នឹងឆ្លងពីមួយកលៈទៅមួយកលៈយើងស្រឡាញ់ការងារអស់ហ្នឹងប៉ុន្តែការងារអស់ហ្នឹងអត់ស្រឡាញ់យើងទេចឹងណាព្រមលិខិតតម្រូវឲ្យមកកន្លែងនេះហើយជាក់ស្ដែងដោយកាលខ្ញុំទៅលេងខ្មែរ2ខែហ្នឹងហ៎បងទៅលេងខ្មែរជិះម៉ូតូធំព្រោះខ្ញុំស្រឡាញ់ម៉ូតូធំមែនតើបងខ្ញុំជិះម៉ូតូធំតែខ្ញុំនៅតកៅតែវិលល្ងាចកពតរហូតទៅនោះដឹងប្រហែលជើងហើយជាក់ស្ដែងខ្ញុំនៅកូរ៉េ4ឆ្នាំហើយបងខ្ញុំអត់ដែលនិយាយទៅអត់ដែលជិះម៉ូតូអត់ដែលជិះឡានអីទាំងអស់នៅនេះចង់ទៅណាមកណាគឺយើងមានមធ្យោបាយធ្វើដំណើរបែបផ្សេងតែដល់ពេលទៅផ្ទះរៀនជិះតែមួយថ្ងៃចង់ទៅកពតចង់ទៅសង្ក្រានកពតឬក៏កែបទៅប្រុយជិះម៉ូតូធំមិនគ្រាន់ថាស្រុកយើងផ្លូវវារៀងស្រួលដែរឥឡូវផ្លូវស្រួលដែរដល់ពេលចឹងទៅមកវិលល្ងាចអត់ជាបញ្ហាហើយម៉ូតូធំដល់គ្នាស្រួលមែនតើសម្រាប់ខ្ញុំណាមូលស្រួលអាចថាស្រួលសម្រាប់ខ្ញុំទៅមកវិលល្ងាចត្រឹមតកៅពតអត់បញ្ហាសឹងថាជើងអត់សូវជាប់ដីដោយសារខ្ញុំស្រឡាញ់បែបហ្នឹងមែនតើបងហើយមួយវិញទៀតខ្ញុំអាសាឃើញបងប្អូនដែលគាត់អាសាខមមិននៅក្នុង page របស់ខ្ញុំក៏ដូចជា account TikTok របស់ខ្ញុំគាត់ខមមិនហៅខ្ញុំពូហៅនិយាយទៅគាត់មិនគិតថាយើងស្រីអ្នកខ្លះទៀតគាត់ថាយើងបែរជាកែភេទទៅដឹងសលេងអញ្ចឹងមៀតអញ្ចឹងរបៀបថាមើលទៅដូចមិនសមស្រីបងតាមពិតទៅខ្ញុំទៅតែរបៀបថាក្រោយមួយរយៈក្រោយមកនេះខ្ញុំក៏ចាប់ផ្ដើមផ្ដោតមួយខ្លួនឯងខ្ញុំគិតថាគេអ្នកដតីមើលមកឃើញខ្ញុំក្នុងរូបភាពមួយហ្នឹងវាត្រូវអត់ខុសព្រោះវាស្រៀងវាទៅជាអញ្ចឹងមែនសម្រាប់ខ្ញុំណាហើយអាចថារៀងមើលទៅធ្វើឲ្យខ្លួនឯងរឹងមាំបន្តិចមានអាផ្នត់កំណត់មួយថាបើគេធ្វើការងារនឹងបានខ្ញុំក៏ចង់សាកល្បងធ្វើការងារនឹងបានដែរការងារដែលប្រុសដែលមើលទៅរៀងពិបាកស្អីៗដូចថាគាត់ពិបាកនឹងធ្វើហ្នឹងខ្ញុំចង់ធ្វើមែនទែនហើយ
កាលពីមុនខ្ញុំធ្លាប់ធ្វើសំណង់នេះអ្នកគ្នាមុនមកកូរ៉េខ្ញុំធ្លាប់ដើរធ្វើសំណង់មួយពូខ្ញុំព្រោះពូខ្ញុំគាត់អ្នកម៉ៅការគាត់អ្នកធ្វើផ្ទះហ៎ទៅធ្វើសំណង់ផ្ទះពូទៅហ៊ានទៅអីទៅធ្វើសំណង់កាលវឹកហ្នឹងយើងចង់បានខោទៅហ៊ានអ្នកគ្នាចូលបានហ្នឹងពូទៅធ្វើផ្ទះឲ្យថាបងប្អូនធေါ်របស់គាត់ដែលជាទាហានគាត់សាក់3ហ្នឹងទៅធ្វើសំណង់ផ្ទះគាត់ដោយសារចង់បានខោឲ្យទាហានចង់ក្រោយមានណាពូនឹងគាត់មៀតទូជាងខ្ញុំមៀតធំជាងខោស្លៀកអត់ហ្មងហាត់តែចង់បានហាត់តែស្រឡាញ់ឲ្យពេលខ្លះអាវព្រោះខ្ញុំក៏គាត់មានប៉ូលីសដល់គាត់ធ្វើប៉ូលីសដល់ពេលចឹងគាត់ក៏ចេះតាមានកៅអៅជាងចំណាស់រៀងម៉មហ្នឹងគាត់ឲ្យមកពុកឲ្យមកពូចឹងដឹងតែខ្ញុំលួចយកទៅស្លៀកខោទៅហ៊ានអាវប៉ូលីសអាវទៅហ៊ានអីហ្នឹងឃើញរៀងតំណងពណ៌រៀងស្លែហ្នឹងបងប្អូនគ្នាឬក៏អាវរៀងប៉ារ៉ាហ្នឹងដឹងហើយដឹងតែខ្ញុំញ៉ឹងយកស្លៀកហើយនិយាយទៅដូចមនុស្សប្រុសចឹងតែបើសួរថាឯងស្រឡាញ់មនុស្សស្រីស្រឡាញ់មនុស្សប្រុសខ្ញុំនៅតែថាខ្ញុំស្រឡាញ់មនុស្សប្រុសប៉ុន្តែគ្រាន់តែថាចំណងចំណូលចិត្តខ្ញុំមួយចំនួនវាស្តៀងជាមនុស្សប្រុសប៉ុន្តែក៏ខ្ញុំគិតថាវាអត់ពាក់ព័ន្ធអីមួយនឹងការស្រឡាញ់មនុស្សស្រីឬក៏មនុស្សប្រុសដោយសារតែខ្ញុំប្រហែលជាខ្ញុំចង់ឃើញខ្លួនឯងមានភាពឯករាជ្យច្រើនណាបងប្អូនគ្នាមានភាពឯករាជ្យច្រើនជួយខ្លួនឯងបានច្រើនខ្ញុំអត់សូវចង់ពឹងគេចឹងព្រោះសម្រាប់ខ្ញុំមានអារម្មណ៍ថាខ្ញុំរៀងខ្លាចចិត្តគេច្រើនដល់អញ្ចឹងខ្ញុំគិតថាបើសិនជាខ្ញុំអាចធ្វើការងារមួយនឹងបានអាចធ្វើរឿងមួយនឹងបានខ្ញុំសប្បាយចិត្តមួយខ្លួនឯងខ្ញុំគិតថាខ្ញុំលយខ្ញុំបកកាយខ្ញុំវានេះវាជាខ្ញុំហើយអរគុណដល់អ្នកគ្នាដែលបានមើលវីដេអូវែងមួយនេះវីដេអូនេះផុសក្នុង page ក៏ដូចជាក្នុង YouTube របស់ខ្ញុំហើយចែកម្លែកបទពិសោធន៍ដែរអ្នកគ្នាតែងតែ comment ហៅខ្ញុំពូហៅខ្ញុំអីថាមានដូចប្រុសថាខ្ញុំដូចអ្នកកែភេទអីហ្នឹងណាចង់បកស្រាយឲ្យយល់ឲ្យអ្នកគ្នាដឹងថាអានេះវាជាខ្ញុំតាំងពីក្មេងមកហ្នឹងខ្ញុំមានចំណងចំណូលចិត្តបែបម៉េចការស្រឡាញ់បែបម៉េចហើយវាជាខ្ញុំប៉ុន្តែបច្ចុប្បន្ននេះខ្ញុំមិនមែនអ្នកហាត់ផ្ដាល់ក៏មិនមែនជាទាហានខ្ញុំជាពលករធ្វើការនៅកូរ៉េដល់អ្នកគ្នាអរគុណដល់អ្នកគ្នាបាយបាយជួបគ្នាវីដេអូក្រោយទៀត